Nên là ohនេះអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបឆែកហើយនឹង update ទៅកាន់ kernel VMware របស់យើងអញ្ចឹងដំបូងយើងឆែក version យើងអាចប្រើ command នេះ name all ហ្នឹងមកអញ្ចឹងយើងបានឃើញ version kernel របស់ខ្ញុំគឺ 5.14 អញ្ចឹងខ្ញុំនឹងធ្វើការ update វាទៅកាន់ version latest របស់វាអញ្ចឹងយើងអាច pass នៃ command line មួយនេះមក command line នេះគឺយើងប្រើសម្រាប់ install ហើយនឹងinstall ទៅកាន់ DNF version latest របស់ kernel ហ្នឹងអញ្ចឹងដោយសារតែខ្ញុំ install រួចហើយយើងចុចមកនេះបានឃើញវា complete ន័យថាយើងបាន install រួចហើយអញ្ចឹងយើងចូលទៅកាន់ដំណាក់កាលបន្តទៀតនោះយើងអាច pass command នេះមកនេះគឺយើង install kernel version ហ្នឹងតែម្ដងអញ្ចឹងខ្ញុំនឹង install វាមកនេះយើងអាចមើលឡើងមកនេះ latest version វាគឺ 6.13 អញ្ចឹងខ្ញុំឲ្យវា install នេះពេលហើយយើងបានឃើញនេះយើងបាន install 3នេះអញ្ចឹងយើង copy path ទៅកាន់មកនេះដើម្បីនឹងធ្វើការ view list របស់វាអញ្ចឹងនេះយើងបានឃើញហ្នឹងយើងនេះកន្លែងនេះ version នេះវាមាន 6.3 នេះគឺជា version kernel របស់ខ្ញុំទាំងអស់អញ្ចឹងដំបូងខ្ញុំមាន 5.14 មាន2 version នេះអញ្ចឹងឥឡូវ version ចុងក្រោយគឺ 6.13 ឥឡូវបន្ទាប់មកយើងអាច check version វាម្ដងទៀតមកគឺវានៅ 5.14 តែទេនោះដោយសារតែពេលយើង update យើងត្រូវការ reboot សិនអញ្ចឹងយើងវាយ command reboot មកចាំវាបន្តិចមកហើយពេលដែលបើសិនវាចេញមកយើងអាចចូលមកកន្លែងនេះយើងចុចពាក្យថា reset យើង reset វាមកនោះពេលបើសិនវាពូតមកយើងឃើញ version kernel ដែលយើងបាន download មិញគឺនៅទីនេះនេះគឺជា kernel ខ្ញុំទាំងអស់មាន 15 មាន 5.14 ហ្នឹងឥឡូវយើងអាចចូលមកខាងលើនេះមកយើងសាកឆែក version វាម្ដងទៀតនេះយើងបានឃើញ version វាឡើង 6.13 ហើយឥឡូវនេះអ្នកនរគ្នាអាចធ្វើបន្ថែមទៀតក៏បានតែអត់ធ្វើក៏អត់អីដែរយើងអាច set វាជា auto តែម្ដងយើងអាចប្រើ command នេះយើងដូរកន្លែងនេះទៅកាន់ file នៃ kernel របស់យើងបាញ់នេះមកនោះ command មានន័យថាពេលយើងបើក version មកវា auto set ចូល version ថ្មីរបស់យើងតែម្ដងយើងមិនបាច់ select វាម្ដងមួយទេហើយ command មួយនេះយើងអាចប្រើសម្រាប់ delete kernel ចាស់យើងចោលបើសិនអ្នកទាំងអស់គ្នាចង់ delete វាចោលប៉ុន្តែបើយើងអត់លុបទេក៏អត់អីដែរព្រោះអីយើងអាចប្រើវាសម្រាប់ test ទៅកាន់ application ផ្សេងទៀតដែលត្រូវការ version ទាប